កួតចុងក្រោយចាញ់កីឡាករគឿមសវណ្ណឌឿននៅក្នុងទឹកទី2តម្លៃសម្រាប់បុគ្គលខៀវកីឡាករសងគង់មានអាយុ18ឆ្នាំកម្ពស់ 1.63 ម៉ែត្រទម្ងន់54 គីឡូក្រាមដូចគ្នាលបប្រកួតចំនួន21ដងឈ្នះ10ចាញ់9និងស្មើម្ដងជាកីឡាករនៅក្នុងក្លឹបរ៉ាល់អេពូថងកីឡាស្រុកកំណើតនៅភូមិទំនប់ឃុំទំនប់ស្រុកបាធាយខេត្តកំពង់ចាមគ្រូបង្ហាត់គឺលោកអេពូថងប្រកួតចុងក្រោយចាញ់កីឡាកររិទ្ធប្រាក់បិណ្ឌដោយបន្ទូបាទអាញាកដាលនៅក្នុងការប្រកួតគឺលោកអិនខេមរិនបាទផ្ដល់លក្ខន្តិកៈក្នុងការប្រកួតដល់កីឡាករទាំងពីរផងដែរបាទជាបន្តសូមគោរពអញ្ជើញតាមដានទស្សនាការប្រកួតគូពិសេសទី4រស់វិបុលប៉ះជាមួយសងគង់ក្នុងប្រភេទទម្ងន់54គីឡូក្រាមបាទសងគង់មកពីក្លឹបអេពូថងរីឯរស់វិបុលមកពីក្លឹបសារវ័នកីឡាឥឡូវដល់វគ្គសិស្សនិងសិស្សប៉ះគ្នាចំនួន10ឆ្នាំជាងមុនបាទគ្រូនិងគ្រូប៉ះគ្នាបាទធាក់ប៉ះតឡោងបន្តិចក៏មានការអធិស្ឋានព្រោះថាមិនជ្រុលជើងបាទធាក់មួយទៀតមើលទៅការធាក់ទៅវិញទៅមកនេះបាទកុំឲ្យតែធាក់ចូលកណ្ដាលមុខមិនសូវខ្មាស់គេបើធាក់ចូលកណ្ដាលមុខវិញនិយាយពីខ្មាស់គេអីខ្មាស់ធាក់ទៅធាក់មកទៅដែរធាក់ឆ្វេងមួយទៀតលើកជើងខ្ពស់ល្អមែនទែនសម្រាប់កីឡាករវិបុលបាទចាប់ជើងម្ដាយឆ្វេងរបស់វិបុលទាត់ឆ្វេងធ្វើឲ្យសងគង់សឹងតាបិទឃុំអត់តាន់បាទវាយឆ្មក់លឿនពេកគាត់ស្ដាមរបស់សងគង់វិបុលទាត់ឆ្វេងអាយ៉ាចលោជើងស្ដាំមួយទៀតឲ្យដើរទៅតែមិនដឹងចូលវាយស្ដាំទាត់ស្ដាំរបស់កីឡាករសងគង់វិបុលទាត់ឆ្វេងវាយឆ្វេងតាមក្រោយបាទរកហាគួរសមគាត់ពីខាងក្រោមទាត់ឆ្វេងមិនទំហឹងតែម្ដងវិបុលសងគង់ទាត់ស្ដាំសងវិញត្រូវវិបុលគេចផុតកាយវិការរបស់វិបុលហាក់បីដូចជាកំពុងតែមើលស្រាលទៅលើសងគង់មិនបាត់បកែងតែគេចផុតបន្តការប្រកួតទៀតប្រកួតអ្នកទាំងពីរលើគ្នាតិចតួចសឹងតែមើលមិនដឹងម្ដាយឆ្វេងរបស់វិបុលសងគង់ចាប់ដើមមុខកំមើទៅគាត់ខាងក្រោមណាអត់ទាត់ស្ដាំដូចគ្នាអូយអស់ចំហដូចគ្នាបាទលបឿនជើងក៏ដូចជាលបឿនដៃរបស់វិបុលលឿនមែនទែនដល់ស្ដាំកែងអត់ចូលវាយកែងឆ្វេងមួយទៀតខឹងហើយបាទខឹងហើយវាយកែងហើយបន្តការប្រកួតពេលវេលាសល់30វិនាទីចុងក្រោយក្នុងទឹកទី1ទូមួយជើងថយផុតឆោតមួយសិនវាយពីខាងលើទៀតល្អណាស់កែងបត់មកវិញក្លេកកលើកជើងបំបត្តិតទៅបោកតែម្ដងដួលទាំងពីរនេះបាទសក់វិបុលនឹងប៉ះហាក់បីដូចជាទៅចាប់បោចគ្នាឲ្យហើយអញ្ចឹងលោកគីឡូវាយកែងបត់ទាត់ឆ្វេងតាមក្រោយកែងយល់អូបាទពេញចូលតឡោកចប់ទឹកទី1លំមមកអញ្ចឹងសម្រាប់បាទយើងទៅទស្សនារូបភាពយឺតកន្លែងនេះមកដៃស្ដាំឲ្យថែមមកជើងឆ្វេងរបស់វិបុលទាត់ជើងឆ្វេងវាយឆ្វេងលូកតាមក្រោយមកដៃធ្វើឲ្យសងគង់មកនឹងភ្ងើយតែម្ដងនេះហក់វត្តកែងបត់ចំវិញហើយក៏ទាត់ឆ្វេងស្កាត់សងវិញមកកែងទៀតតែអស់មកចេញណែជើងគាត់ទៅប៉ះតឡោកវិញអូយកន្លែងនេះឈឺហើយក៏ចប់ទឹកទី1បាទអ្នកទាំងពីរកំពុងតែគេថាបង្កើតគេឈ្មោះឲ្យល្បីល្បាញព្រោះថាកីឡាករឥឡូវបាទមិនដូចជំនាន់មុនទេពិបាករកសៃវៀនវាយឥឡូវនេះសៃវៀនច្រើនកម្មវិធីច្រើនប៉ុស្តិ៍មែនតើហើយនៅក្នុងនោះបាទអ្នកល្អគឺឲ្យតែមានល្អគឺនឹងមានឱកាសប្រកួតអន្តរជាតិទទួលបានថវិកាច្រើនមែនតើបាទបើយើងប្រកួតក្នុងស្រុកគូមកអត់បានច្រើនដោយគូអន្តរជាតិទេអញ្ចឹង
មកខែប្រគួត12ដងក៏សឹងតែស្មើអ្នកធ្វើការអង្គុយក្នុងអូវីបាទសឹងពេលខ្លះលើសផងព្រោះថាមានឧបត្ថម្ភក្រៅក្នុងទៀតគាត់តាមមួយរបស់កីឡាករសងគង់ពីបលទាត់ឆ្វេងបាទប្រុងប្រើបាច់ចាស់គឺទាត់ឆ្វេងវាយឆ្វេងពីបលចូលចិត្តប្រើតិចចន្លោពីក្រោមវាយខាងលើនេះហាតិចតខ្លួនទាត់ឆ្វេងវាយឆ្វេងទៅដែរបាទក្បួនរបស់ឡាយចន្ទរាដូចគ្នាទេប៉ាមិនដំបងចឹងគឺទាត់ឆ្វេងវាយឆ្វេងដល់ការប្រកួតទាត់ទៅខាងក្រោមមួយជើងទៀតចាក់ខាងក្រោមសងវិញចាក់ខាងក្រោមសងវិញដែរចាក់ខាងក្រោមទៀតចង់ជឿជើងវាយកៃបាទអូបាទត្រូវមកកៃនេះសក់នឹងប៉ះដូចទឹកទី1ចឹងចូលទាត់ខាងក្រោមទៀតឈឺជើងហើយសុំតែទាត់ខាងក្រោមមិនឲ្យជួយពេញមុខអាយ៉ាជួយស្ដាំកែងបាត់មួយទៀតអូយខាងក្រោមវាយខាងលើអាយ៉ាតន់ជើងហើយដេញតាមទៀតកាត់ទៅត្រូវកាត់ទៅចូលអូវាយទៅខាងក្រោយខោលក្ខខណ្ឌហើយតែមិនអីគេថាមិនបដេកដួលរបួសសំក្រិចចូលវាយឆ្វេងរបស់វិបុលសំគង់ចូលវាយកែងមួយទៀតធ្វើឲ្យវិបុលបាទលេះឡាដែរពេលខ្លះកាច់ឡើងគង់តែកាច់មិនតដូចលោកអញ្ញាកណ្ដាលចាប់ជែកមើលទៅសងគង់នឹងកំពុងតែវល់យ៉ាងម៉េចទេបាទតោះឆ្វេងវាយឆ្វេងកាច់ជង្គង់បាទលោកអញ្ញាកណ្ដាលចាប់ញែកភាសាទៀតតត់ខាងក្រោមវាយខាងលើចាប់ស្អីវាដេញតាមកែកខោកហើយដេញតាមវិញចាប់ដៃជាប់យ៉ាមិនចាប់បន្ទប់ក្រៃលោកក៏វាយកែកមកវិញចឹងសុំចាប់កែងហើយបងចូលវាយទៀតមិនវាយខាងក្រោមទៅបើគេឈឺជើងហើយបាទគាត់ដេញឆ្វក់វាយទៅខាងក្រោមទៅតំណងបាទតែគាត់ប្រើកែងទៅខាងលើគាត់ដេញតាមខាងដៃគូគាត់ឈឺជើងមកជំនាញណាចូលទៀតហើយកែងបាត់ឆ្វេងស្ដាំកែងអត់មានមុខទេតាមមិនកិច្ចគាត់ហ្នឹងគឺជុងចូលមុខឲ្យចាស់ឬក៏ប៉ោងឡើយចូលជង្គង់ហោវាយឆ្វេងរបស់វិបុលសងគង់ចូលវិបុលដាក់ឆ្វេងស្ដាំចូលឆ្វេងមួយទៀតដេញតាមមកកាត់តែត្រូវកាត់ដេញតាមវាយបោកដោយកលាការមួយសិនបាទនេះចូលលក្ខណៈថាបាច់ស្ពែបាទបាច់ស្ពែនេះមានតែនៅកលាការទេចូលទៀតវាយទៀតបាទអ្នកទាំងពីរគឺល្អមែនតើមើលទស្សនិកជនគឺលេងអង្គុយហើយគាត់ក្រោបឆយចប់ទឹកទី2បាទទស្សនារូបភាពយឺតនៅក្នុងទឹកទី2តាមពិតនេះខាងវិបុលគាត់ឈឺជើងគាត់អាសាដកជើងចេញមែនតើតែដល់ពេលគាត់វក់នឹងការប្រើកែងពេកបាទធ្វើឲ្យសងគង់គាត់ភ្លេចតាវិបុលគាត់ឈឺជើងបាទនេះគាត់ប្រើកែងបុកនៅកែងគាត់កែងមែនតើគណៈពេលដែលវិបុលគាត់អត់សងកែងទេគាត់អាងកំណាប់ដៃគាត់គឺមុតស្រួយល្អគាត់វាយតែកំណាប់ដៃហើយក៏រត់គេចប៉ុណ្ណឹងនេះមកដៃកន្លែងនេះនឹងទុនបន្តិចសើឯនឹងមកគាត់ដេញតាមដាក់ទៀតទៅប្រហែលជាអាចនឹងឈ្នះដោយបន្ទុឬក៏លោកអញ្ញាកណ្ដាលបាទឈ្នះដោយលោកអញ្ញាកណ្ដាលប្រឈប់បាទសូមអធិស្ឋានតែដោយសារតែគាត់អត់ជឿជាក់លើខ្លួនឯងដែរក៏ប៉ុណ្្នឹងក៏ទទួលយកបានដែរព្រោះថាគាត់កំពុងតែបង្កើតកេរ្តិ៍ឈ្មោះរបស់គាត់ព្រោះថាអត់តន់ខ្លាំងទេព្រោះថាផ្លែគាត់តែប៉ុណ្្នឹងបើអ្នកខ្លាំងល្មមមកដៃផ្ងាក្រោយបាត់ហើយបាទកីឡាករឆាប់ល្បីតតែមានក្បាច់សម្លាប់ព្រោះថាតែមានក្បាច់សម្លាប់ទៅអាសាវាយដោយគូសម្លាប់ដោយសារក្បាច់ហ្នឹងទៅឆាប់ល្បីបាទរូបវិបុលបង្គោលក្រហមសងគង់បង្គោលខៀវឈានចូលដល់ទឹកទី3ទាត់2ជើង3ជើងគាត់ដឹងហើយណែទាត់ចេះអីយោគ្នាដួលឲ្យឈ្លានយកជើងទៅធាក់កណ្ដាលមុខគ្នាទៀតយ៉ាណាចូលជង្គង់អត់ធាក់វាយស្ដាំវាយកែចាប់ខ្លាបាត់គំមកជង្គង់ទៀតអូនេះមើលទៅបើអាចចាញ់កម្លាំងច្រើនជាងតែសុំតសាសងគង់ត្រូវប៉ុណ្ណាវាយចូលប៉ុណ្ណឹងចូលជង្គង់មកវាយកែងផុតភាសាទៀតដួលមងាក្រោយនេះវិញ
bay chuối để đánh chạm tay bán coi chỉ công bán nó coi mà chỉ công với lì chinh và say viên là tại lộ nhà cả đa tròn cho và chụp vẽ chụp phân cái này nữa ơi bán mua nịt hay shop nịt đi có thằng cái đó quay càng lớn ai dạ trời thì đấy chỉ công ơi đùa tham đó mà vì đây tham gia chỉ công đục con hot này lên mọt đây nè lên mọt rồi đó thằng hào về ram môi cắt con ngớp đuôi ọt ram bay tơ đuôi ọt tơ rồi nè tơ rồi nha ọt là chế tơ vào bên nắng của thằng mấy trai trà như nâng tiết nơi tròn bát tại pep lia đương nơi trà nè bạn nơi cả là từng chả mơ bị bò con tay ót tuốt bay chắc bắn cũng bay càng rồi khâu đẹp khan ơi bay càng rồi liên ta từ điện trốn tận càng đó bắt ai chui bứt làm đâu trốn thế ôi quay mười tiền họ quay cây cuối cùng ôi su ba tiền là con này trốn tốt quay chui mấy đặt nó chỉ cung là rồi mà to cao rồi cô tiền su mà đen xong cung quay chui xong cung này tao quay cây mất to nó đuông luôn này đó còn mau chạy sang bay lít là lâu đi so tập bên tờ bính chẳng cừu bò này ui bay tờ bàn tờ lên nâng lông ở nhà ra lên nâng lông ở nhà ra lên rò với đó lên rò ơi họ thế mới bình mới điên họ thế phải chặt áo cái dân lông ở nhà ra chăm nhây mà chật chậm được ơi dù là chật chậm được ơi dù mà lọng bị tới quay câu luôn này em kê mùi tiết này chậm đánh đã từng lòng mơ rùa riêng mà chỉ vật bàn mà tầng tiền trầu dẫn mà này lông ở nhà đã cuộc chọc tầng đi bầy cái bọt gì bị bọt kê cho lắng mình sẽ lọp kế từ lông ở nhà đã rộp luôn anh pi đo với nhá về sầm nàng ấy đo thực toàn khang bằng cô kia con bay xong mà đua ta có mấy trời vào con cứ bay ấy con tao bay cánh bốc cho lăng cái này số mấy tập máu của con o đây bạn ơi cái số một con đò xa sẽ đông bị xe bạn xa sẽ đông bị xe cứ miền đồng bọn tràn bạn miền tang đồng bọn mà tô có đôi chia tức phải những rồi liền điều hai cái số một con đò rút dân Ford Ranger rút riêng tham mấy năm pi pon đập muối phải chạy bị chưa tụm nợ lên pi rút dân pick up từ tây nâng Infinity Insurance này chia sẻ cam miền đông đặc biệt làm lại xong rút nâng tam đồng cam tóc luôn đồng bọn luôn nè bạn thì bùa nói cho toàn dân đồng bọn bị bò toàn hàng rắm mắt đáy bay tức trái chụp cung được hàng rồi đồng bọn song mình con này cũng có thì hàng cromแต่con mình to hàng crom to hàng lơ to hàng crom song mình nàyตัวมวยเด็ดtoànกำลังเนิมเนียนจะกงตามกรอยbị bóiก็จับแต่ซองจงตักเดตัวนักhàng kia cònเป็นกำลังยังก็จะใจdân chỗ này ta váy mặt tay đi yên mà chụp hiền thế rồi hàng bằng côi cỏ bị bói có son công bằng côi kia có đồ thẻ môi dân mình hót toàn hàng cỏ môi lưng chừng một mình hót mà ra biết trộm bắt mặt tay chuối mà tầm hăng nằm đâu đây có cách đặt cho cung được hàng rồi đội nhà cái chăm nhảy chỗ họ bày cái to ca từ cô tiết mẹ bày cái đi chỗ tọt ai rồi bình nóng tọt mùi tiết
ប៉ះតឡោបន្តិចលោកអញ្ញាកដៅស្រួលបាទស្រួលមើលទៅតែมันបាត់ចាក់ទឹកចូលសិនมันមានតកកបាទស្អំអ្នកនៅខាងក្នុងឲ្យតិចបាទបន្តការប្រកួតទៀតគឺតាគូនេះអាចត្រឡប់តែទីបំផុតហើយជាមុនទេព្រោះតែកម្លាំងគាត់គឺត្រឡប់មកដូចដើមតិចតិចវិញហើយតែមើលទៅហាក់បីដូចជាមិនដូចមុនហ្នឹងនៅតែអស់បានមួយខៅដើមទឹកតែចិត្តគាត់ស៊ូមែនតើចូលតែថយសិនបាទតែថយភាសាទៀតតែចូលវាយកែងមើលទៅវិបុលហាក់បីដូចជាមិនជំនាញការប្រើកែងអីយ៉ាបាទតែអត់ក្រោបគាត់ឲ្យចាញ់ព្រោះថាមិញគឺការឲ្យចង្គង់គាត់ទុំទុនចកេះបន្តិចទេបាទ7បាទចាញ់ស្លាប់មែនមិញថាស្លាប់បែរជាស្លាប់វិញបាទបន្តិចទៀតមើលរូបភាពយឺតសាថ្មីនេះមកហើយនេះតាមពិតគាត់រុញហើយគាត់រុញកាច់ចូលឡើងបែរគាត់រុញទៅផ្អៀងចេះបែរគាត់ដាក់មកចង្គង់ពឹងដាក់ត្រូវខ្លាំងមែនទៅត្រូវមកបន្តិចទៅគាត់ស្លាប់ស្អាតម៉េះបាទគប់សំជាមួយនឹងអស់ទេតាមពិតគាត់អស់ដែរបាទដល់ពេលគាត់អស់អញ្ចឹងគឺមើលទៅគាត់ទៅលេងរួចបាទឥឡូវយើងមើលភាសាទៀតតែពិតអស់មែនត្រូវបន្តិចទេគប់សំជាមួយនឹងអស់កម្លាំងរបស់គាត់អស់ផងនេះត្រូវពឹងបន្តិចត្រូវបន្តិចទេបាទគូក្រោយចូលដល់ជំនុកនេះរវាងជ័យសេណេតប៉ះជាមួយនឹងវិតប៊ុនឌឿនហើយគីឡូ60បាទបង្គោលក្រហមរស់វិបុលបដូរឲ្យសងគង់បោះបង់ការប្រកួតនៅក្នុងទឹកទី4